នេះនឹងសុខនៅក្នុងសង្គមគ្រួសារនីមួយៗតែមានសុខមានទុក្ខលេឡំគ្នាទាំងដែលគ្រប់គ្នាក្នុងក្រុមគ្រួសារមិនប្រាថ្នាទុក្ខប្រាថ្នាតែសេចក្តីសុខនឹងឯងចាប់តាំងអំពីមានគំនិតគ្រប់គ្រងផ្ទះមករហូតដល់រៀបការមានគ្រួសារប្តីប្រពន្ធកូនចៅអ្នកខំធ្វើការសន្សំទ្រព្យដោយបោះបង់ចិត្តខ្លួនឯងចោលខ្វះការអប់រំទូលមានធ្វើឲ្យចិត្តមានតែការស្រេកឃ្លានរអេមរហាមសៅមងស្មោកគ្រោកមានរោគរូបរិទ្ធរីងរៃរ៉ាំរ៉ៃកំព្រីរងាតែតោលដោយពោលមកនេះឈ្មោះថាបោះបង់ខ្លួនឯងចោលដោយពិតហើយមិនបានចេះគិតអាណិតខ្លួនឡើយព្រោះមានសេចក្តីដឹងខ្លួនថាខ្លួនបានប្រឹងប្រែងជួយខ្លួនឯងទៅហើយដោយការខំស្វែងរកទ្រព្យសម្បត្តិតែម្យ៉ាងការរស់នៅជាមួយអ្នកដទៃសូម្បីក្នុងក្រុមគ្រួសារតើយើងត្រូវការយកឈ្នះគ្នាឬក៏ត្រូវការសេចក្តីសុខតាមពិតសេចក្តីសុខជាទិសដៅប្រាថ្នានៃមនុស្សយើងគ្រប់គ្នាពាក្យថាសុភមង្គលក៏ជាឈ្មោះនៃសេចក្តីសុខនេះដែរឯសេចក្តីសុខដ៏សំខាន់នៃជីវិតគឺសុខចិត្តសេចក្តីសុខមានហេតុច្រើនប្រការត្រូវចាំថាមិនមែនមានទ្រព្យជាមហាសេដ្ឋីហើយបានសុខគ្រប់យ៉ាងនោះទេហើយក៏មិនមែនតលតែជាអ្នកមានទ្រព្យសម្បត្តិច្រើនទើបអាចរកសេចក្តីសុខឲ្យខ្លួនឯងនិងអ្នកដទៃបាននោះដែរព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាសម្រាប់សេចក្តីក្រោធបានរមែងដេកនៅជាសុខនេះជាការពិតដែលយើងគ្រប់គ្នាត្រូវចាំកុំភ្លេចហើយត្រូវបរិបត្តិកម្ចាត់ការខឹងក្រោធបន្តិចម្ដងយើងត្រូវតែយល់ដឹងដូចតទៅនេះគឺខឹងនឹងគេគឺដុតចិត្តខ្លួនឯងបើយើងដុតចិត្តខ្លួនឯងយើងនឹងឯងល្ងងហើយឈួតទៀតខឹងនឹងគេគឺអន់ជាងគេគឺអន់ថយជាងអ្នកដែលយើងខឹងនោះទៅទៀតដូចជាលុតជង្គង់អង្វរសូមសេចក្តីសុខពីគេអញ្ចឹងខឹងនឹងគេគឺចាប់ផ្ដើមពីការតោះចិត្តមកពីគិតថាគេនឹងឯងជាអ្នកធ្វើនៅអ្វីឲ្យយើងតោះចិត្តតែការពិតមកពីយើងមិនយល់អំពីធម្មជាតិក្នុងមនុស្សហើយយើងប្រកាន់ខុសទៅក្នុងធម្មជាតិនោះឯងយើងស្អប់គេគឺស្អប់ខ្លួនឯងព្រោះសាងភាពសៅមងឲ្យប្រឡាក់ចិត្តខ្លួនឯងតែប៉ុណ្ណោះដោយមិនបានឲ្យភាពសៅមងគឺការស្អប់នោះចូលទៅក្នុងខ្លួនអ្នកដទៃឡើយដូច្នេះបើយើងពិតជាស្រឡាញ់ខ្លួនឯងមែនត្រូវព្យាយាមរក្សាចិត្តរបស់ខ្លួនកុំឲ្យសៅមងឡើយអ្នកដទៃធ្វើល្អមិនបានព្រោះមកអំពីមហាកុសលមិនបានកើតឡើងក្នុងចិត្តរបស់គេមិនមែនមកពីគេមិនធ្វើល្អឲ្យយើងទេអ្វីមានហេតុមានបច្ច័យទើបកើតឡើងដូច្នេះយើងត្រូវយល់ថាអ្នកដទៃធ្វើល្អឲ្យខ្លួនគេមិនបានផងមានរឿងអ្វីដែលគេមកធ្វើល្អឲ្យយើងបានអ្នកណាដែលធ្វើអំពើមិនល្អនិយាយអាក្រក់គិតអាក្រក់ក្នុងโลกនេះនោះតាមពិតដោយធម្មជាតិគឺមិនមែនអ្នកនោះធ្វើនិយាយនឹងជាអ្នកគិតនោះទេនេះព្រោះអាស្រ័យហេតុ3ដែលស្ថិតនៅក្នុងសន្តានតែប៉ុណ្ណោះហេតុ3គឺលោភៈហេតុទោសៈហេតុនិងមោហៈហេតុបើហេតុ3នេះត្រូវបានលះអស់ពីចិត្តសន្តានហើយគឺមិនមានអ្នកណាធ្វើអាក្រក់សោះឡើយហេតុទាំង3នេះឯងដូចជាខ្មោចពិសាចដែលស្ថិតនៅក្នុងខ្លួនមនុស្សយើងអញ្ចឹងដូច្នេះយើងមិនត្រូវក្រោធខឹងជាមួយមនុស្សណាម្នាក់ឡើយបើយើងមិនក្រោធខឹងហើយគឺយើងនឹងឯងមាននៅសេចក្តីសុខក្នុងការមិនក្រោធខឹងនេះព្រោះបានយល់ដឹងពីធម្មជាតិព្រោះមានអំណត់អត់ធន់និងព្រោះមានមេត្តាជាដើមគឺជាបុណ្យបារមីដ៏ប្រសើរគង់ខ្ពស់បើសម្រាប់សេចក្តីក្រោធហើយក្នុងโลกនេះមិនមានអ្នកណាសម្រាប់ឲ្យយើងសម្លាប់
ឬសូម្បីគ្រាន់តែស្អប់នោះឡើយវ័យជុំវិញជីវិតរស់នៅមានតែភាពមនោរម្យហាក់ដូចជាវិមានក្នុងព្រហ្មលោករឿងក្នុងគ្រួសារការសុបិនមានឆៅមានឆ្អិនគួរចិនណាយមានទុកកង្វល់ពុំរសាយលុះដល់ឃ្លាតឆ្ងាយបែអាល័យចិត្តជាប់ជំពាក់ក្នុងកាមគុណមានទុកទេរុនធ្ងន់ទេក្រៃប្រយោជន៍បាត់បង់តាមយប់ថ្ងៃកាមគុណឧបមាបីដូចចោល